បាទអរគុណជំរាបសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គមជាទីគោរពបាទថ្ងៃនេះគឺខ្ញុំសូមបង្ហាញសញ្ញាមួយដែលជាសញ្ញាទូចប៉ុន្តែឥទ្ធិពលរបស់វាគឺធំគឺតកតងទៅនឹងសញ្ញាដតឬក៏សញ្ញាខ្មៅឬក៏សញ្ញាចុចបាទសញ្ញាចុចនេះគឺអត់ល្អទេបាទបើនៅលើខ្សែធំបាទនៅលើខ្សែណាក៏មិនល្អដែរប៉ុន្តែនៅលើខ្សែជីវិតនឹងខ្សែបេះដូងគឺអត់ល្អទេបាទដៃនេះគឺមានសញ្ញាចុចអញ្ចឹងបាទបើនៅលើខ្សែបេះដូងភាគច្រើនគឺមានបញ្ហាដែលពាក់ព័ន្ធជាមួយនឹងជំងឺបេះដូងតែម្ដងហើយបើសិនជាខ្សែបេះដូងនឹងមិនល្អឬខ្សែបេះដូងនឹងមានបញ្ហាដាច់ដូចនេះទៀតគឺអាចជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាបេះដូងផងហើយនឹងបញ្ហាគូឬក៏ក្តីស្រឡាញ់នឹងផងដែរអញ្ចឹងសញ្ញាដនក៏ដាក់សញ្ញាដែលចុចនឹងបើទោះថាជាពណ៌ក្រហមក៏ដោយពណ៌អីក៏ដោយឲ្យតែនៅទៅលើខ្សែបាទធំគឺទីពិសេសតែខួរក្បាលខ្សែបេះដូងឬក៏ខ្សែជីវិតអីហ្នឹងគឺអត់ល្អទេបាទឬក៏បើមានសញ្ញាដតធំចេះតែម្ដងគឺច្រើនតែនៅក្នុងអាយុហ្នឹងមានបញ្ហាទាក់ទងទៅនឹងជំងឺបេះដូងអាចនឹងនាំឲ្យមានការគាំងបេះដូងអីថែមទៀតផងបាទចឹងអ្នកដែលមានជំងឺសញ្ញាបែបនេះគឺព្យាយាមហាត់ប្រាណឲ្យបានច្រើនជាពិសេសទាក់ទងទៅនឹងចលនាឈាមឬក៏បេះដូងនឹងតែម្ដងបាទ